ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមានប្រធានបទមួយតាក់ទងជាមួយនឹងលុយពន្ធគឺពន្ធប្រាក់ចំណូលប្រចាំឆ្នាំរបស់បងប្អូនទាំងអស់គ្នាហើយយើងប្រធានបទទី1គឺយើងនឹងនិយាយអំពីរបៀបមើលក្រដាស់យន្តម៉ាល់ឆុងសាន់យើងថាប្រាក់ចំណូលយើងមានប្រមាណក្នុងមួយឆ្នាំហើយយើងបានបង់ពន្ធទៅរដ្ឋអស់ប្រមាណក្នុងមួយឆ្នាំហ្នឹងហើយគេសម្រេចយកពន្ធយើងប្រមាណហើយគេនឹងបង្វិលឲ្យយើងវិញប្រមាណឬក៏គេសម្រេចទាយើងថែមប្រមាណហើយប្រធានបទទី2ខ្ញុំសង្ឃឹមថាវាមានអត្ថប្រយោជន៍ដល់បងប្អូនដែលកំពុងរស់នៅប្រទេសកូរ៉េមិនថាវីសា E9 E7 F2 F5 ទេគឺរបៀបគណនាលុយថាគេកាត់យើងប្រមាណភាគរយយើងបង្វិលវិញបានប្រមាណភាគរយនិងរបៀបចាយយ៉ាងណាឬក៏ចំណាយអីដែលបានឲ្យយើងអាចទទួលបានលុយពន្ធមកវិញច្រើនឬក៏គេកាត់ពន្ធយើងតិចយ៉ាងហោចណាស់បើធៀបជាមួយនឹងប្រាក់ចំណូលយើងក៏កុំឲ្យគេកាត់លុយយើងច្រើនឬក៏គេបង្វិលឲ្យយើងវិញបានច្រើនដែរបាទអញ្ចឹងកុំឲ្យរងចាំយូរខ្លីៗគឺបងប្អូនមើលទៅលើក្រដាស់នេះតែផ្នែកមុខទៅក៏ងាយស្រួលយល់ដែរគឺនៅពេលដែលខែ1ឬក៏ដើមខែ2ចុងខែ2ហ្នឹងបងប្អូននឹងទទួលបានក្រដាស់នេះហើយក្រោយពីមេការឬក៏សាមូស៊ីលរបស់បងប្អូនគាត់កណនាយន្តម៉ាល់ឆុងសាន់ឲ្យបងប្អូនគឺគាត់ប្រាប់លទ្ធផលហើយអញ្ចឹងលទ្ធផលគឺនៅលើគេហ្នឹងគឺបងប្អូនឃើញមានយន្តបុងរបស់យើងគឺហៅថាប្រាក់ចំណូលប្រចាំឆ្នាំអញ្ចឹងបងប្អូនពលករយើងជាទូទៅ E9 ហ្នឹងចំណូលអាចបាន30លានជាងទៅក្រោម50លានជាងអញ្ចឹងគឺជាចំណូលប្រចាំឆ្នាំហើយដល់ពេលបងប្អូនមើលលុយកន្លែងទី2របស់យើងគឺខ្យល់ចង់ CX ហ្នឹងគឺមានន័យថារដ្ឋសម្រាប់យកពន្ធយើងក្នុងឆ្នាំមួយឆ្នាំ12ខែហ្នឹងគឺចំនួនប្រមាណជួនកាលអ្នកខ្លះអាចយក1លានជាងអ្នកខ្លះអាចយក2លាន50ម៉ឺន60ម៉ឺនអាស្រ័យលើចំណូលរបស់បងប្អូនមួយដល់ពេលបងប្អូនមើលពាក្យថា Kunmuji គឺមានន័យថាលុយពន្ធដែលបងប្អូនបានបង់សរុបទៅកាន់រដ្ឋបាទអញ្ចឹងមានន័យថាបងមើលលើក្រដាស់ហ្នឹងទៅឧទាហរណ៍ក្រដាស់នេះគឺគាត់បានបង់5លាន241,1890 វ៉ុនអញ្ចឹងក្រដាស់បងប្អូនដូចគ្នាបងប្អូនបង់ពីខែ1ដល់ខែ12អ្នកខ្លះបង់បាន4លាន3លានអញ្ចឹងទៅដល់ពេលសម្រាប់ចុងក្រោយគឺគេនិយាយពាក្យថាអាកម្មជីងស៊ូ CX មានន័យថាលុយដែលគេនឹងបង្វិលមកឲ្យបងប្អូនវិញបើសិនជាលុយនឹងដកមានន័យថាគេសម្រេចលុយដែលយើងបានបង់5លានជាងគេសម្រេចយកពន្ធតែ2លានជាងដោយករណីនេះចឹងអញ្ចឹងដកមកគឺសល់លុយហ្នឹងហើយតែបើសិនជាគេសម្រេចយកពន្ធរហូតដល់5លានហើយបងប្អូនបង់គេបានតែ4លានទេអញ្ចឹងគឺបងប្អូនត្រូវថែមប្រាក់ខែបងប្អូនអាខែ2នេះសងទៅគេវិញហើយអញ្ចឹងអ្នកខ្លះឃើញសួរយើងច្រើនថាលោកគ្រូធ្វើម៉េចបានខ្ញុំទទួលបានលុយពន្ធឬក៏លោកគ្រូមិនក៏ខ្ញុំបង់ពន្ធច្រើនមែនឆ្នាំនេះខ្ញុំចាយធម្មតាសោះបាទអញ្ចឹងគឺរបៀបគណនាអញ្ចឹងណាបងប្អូនយើងចូលដល់ចំណុចទី2ថាតើហេតុអីបានឆ្នាំខ្លះយើងបានលុយបង្វិលមកវិញច្រើនឆ្នាំខ្លះបានតិចហើយឆ្នាំខ្លះត្រូវបង់ឲ្យគេវិញទៀតបាទអញ្ចឹងបងប្អូនតកតងនឹងការគណនាលុយធ្វើម៉េចបានមកវិញបងប្អូនត្រូវដឹងថារដ្ឋគឺគេយកពន្ធយើងគ្រប់ពេលដែលបងប្អូនចាយហើយគ្រប់ពេលដែលបងប្អូនបើកប្រាក់ខែអញ្ចឹងចំណុចទី1ខ្ញុំចង់ឲ្យបងប្អូនមើលទៅក្នុងក្រដាស់ World Cup ញ៉ុងសេសរបស់បងប្អូនរៀងរាល់ខែគឺឃើញបងប្អូនមានឃើញពាក្យថាសូទឹកសេគឺពន្ធប្រាក់ចំណូលនឹងឯងអញ្ចឹងបងប្អូនឃើញអ្នកខ្លះគេកាត់20ម៉ឺន30ម៉ឺនអញ្ចឹងបងប្អូនមើលរៀងរាល់ខែហើយបូកវាចូលនឹង12ទៅឃើញលុយពន្ធដែលយើងបានបង់សរុបហើយដល់ពេលទី2បងប្អូនកោះកាតបងប្អូនបង់ធានារ៉ាប់រងបងប្អូនជួលបន្ទប់ជួលហ្នឹងជាច្រើនអ្នក E7 ហ្នឹងគឺប្រភេទ3ប្រភេទធំហ្នឹងគឺគេនឹងប្រវល់លុយឲ្យយើងវិញអញ្ចឹងទី1បងប្អូនសួរច្រើនថាលោកគ្រូខ្ញុំគួរចាយកាតច្រើនមែនដើម្បីឲ្យបានលុយពន្ធច្រើនកន្លែងហ្នឹងគឺបងប្អូនយល់ច្រឡំច្រើនមែនទែនអ្នកខ្លះប្រឹងចាយឡើងអស់លុយខ្លួនឯងហើយបានលុយតិចឬក៏អស់លុយថែមទៀតអញ្ចឹងកុំឲ្យយល់ច្រឡំខ្ញុំសូមបញ្យល់ពីរបៀបប្រវល់ពន្ធតាក់ទងជាមួយនឹងការចាយកាតបាទនេះគឺជារូបមន្តទូទៅនៃការគណនាលុយប្រាក់ពន្ធដែលអាចបង្វិលបានមកវិញតាក់ទងជាមួយនឹងការកោះកាតរបស់បងប្អូនប្រចាំឆ្នាំលក្ខខណ្ឌទី1គឺបងប្អូនត្រូវចាយឲ្យបានលើស 25% នៃប្រាក់ចំណូលប្រចាំឆ្នាំរបស់បងប្អូនណាឧទាហរណ៍ថាបុគ្គល A នេះគាត់មានចំណូលប្រចាំឆ្នាំ30លានវ៉ុនក្នុងមួយឆ្នាំអញ្ចឹង 25% នៃ30លានគឺស្មើនឹង7លាន50ម៉ឺនវ៉ុនអញ្ចឹងបុគ្គល A ក៏ត្រូវកោះកាតឲ្យចាយឲ្យលើស 25% ហើយជំហានទី2ឧទាហរណ៍ថាគាត់ឆ្នាំ2025គាត់កោះចាយអស់2ទៅ10លានអញ្ចឹង2ទៅ10លានគឺគេយកទៅដកនឹង 25% នៃកាតរបស់គាត់គឺស្មើនឹង4លាន50ម៉ឺនអញ្ចឹងចំនួនលុយ4លាន50ម៉ឺនហ្នឹងហើយដែលគេនឹងយកមកគណនាដើម្បីបន្ថយពន្ធឲ្យបងប្អូនហើយត្រូវចាំថារដ្ឋកូរ៉េគឺគេរ៉ាប់រងតែ 30% ទេបាទអញ្ចឹងមានន័យថាចំនួនប្រជាពលរដ្ឋច្រើនអញ្ចឹងគេជួយតែ 30% វិញនៃលុយដែលត្រូវបន្ថយហ្នឹងទេអញ្ចឹងពេល 30% នៃ
ប្រាក់ដែលអាចបន្ថយពន្ធនឹងបានវាយើងយក4លាន50ម៉ឺនគុណនឹង30%ទៀតវាស្មើនឹង1លាន35ម៉ឺនវ៉ុនបាទហើយ1លាន35ម៉ឺនវ៉ុនហ្នឹងមិនមែនឲ្យយើង direct ទេណាគឺគេបន្ថយ 15% ឲ្យយើងអញ្ចឹងយក1លាន35ម៉ឺនគុណនឹង 15% វាស្មើនឹងប្រហែល20ម៉ឺនជាងទេបាទគឺ20ម៉ឺន2500វ៉ុនដែលគេនឹងបវល់មកឲ្យយើងវិញបាទនេះគឺជាឧទាហរណ៍មួយដែលបងប្អូនតែងតែសួរថាខ្ញុំគួរចាយកាតប្រមាណអញ្ចឹងបងប្អូនគួរថ្លឹងថ្លែងតាមនឹងទៅថាយន់បងយើងប្រមាណហើយយើងចាយព្យាយាមកុំវេលុយឲ្យគេឬកុំដកលុយសុទ្ធឲ្យអញ្ចឹងដើម្បីចំណេញក្នុងការចាយកាតដើម្បីទទួលបានលុយពន្ធទៅវិញណាចូលដល់ចំណុចសំខាន់ទី2ក្រៅពីការកោះកាតតើប្រភពចំណាយអីទៀតដែលអាចជួយបន្ធូរបន្ថយពន្ធយើងអញ្ចឹងមានពីរប្រភពសំខាន់គឺ income deduction ហើយនិង tax credit បាទក្នុង income deduction ហ្នឹងគឺប្រភេទការចំណាយដូចជាការកោះកាតនិងការចំណាយសារទេបហំដូចជាធានារ៉ាប់រងសុខភាពដូចជាដើមការចិញ្ចឹមឪពុកម្ដាយយើងបើសិនជាយើងមានឪពុកម្ដាយនៅកូរ៉េហើយមួយទៀតបើយើងទិញផ្ទះឬក៏កម្ចីបង់រំលោះផ្ទះឬក៏មានកងសន្សំពិសេសអីមួយបាទអញ្ចឹងឧទាហរណ៍ណាបើបុគ្គល A ពីខាងដើមគាត់មានចំណូល30លានអញ្ចឹងរដ្ឋគឺគាត់អត់យកទាំង30លានហ្នឹងមកទារពន្ធយើងទេគឺចំណាយខាងលើហ្នឹងគឺគេនឹងបន្ថយពី30លានមក25លានឬក៏20លានជាដើមអញ្ចឹងដើម្បីគណនាទារពន្ធពីបុគ្គល A អញ្ចឹងមានន័យថាការទារពន្ធពី30លានវាខុសពីការទារពន្ធពីចំនួន20លានអញ្ចឹងមានន័យថាការចំណាយហ្នឹងគឺធ្វើឲ្យយើងថយចំនួនលុយពន្ធដែលត្រូវបានទារពីរដ្ឋបាទហើយប្រភពចំណាយទី2 tax credit ហ្នឹងគឺយើងនឹងទទួលបាន refund ពីរដ្ឋ direct វិញបើសិនជាបងប្អូននៅកូរ៉េជាពិសេសអ្នកដែលមានកូនប្រពន្ធឬក៏មានអ្នកបន្ទុកជាដើមអញ្ចឹងគឺគាត់អាចបង់សាលាឲ្យកូនគាត់ព្យាបាលជំងឺអីចឹងគឺគាត់នឹងបាន refund direct ក្នុងប្រព័ន្ធគណនាពន្ធតែម្ដងបាទអញ្ចឹងគឺមានពីរប្រភពហ្នឹងដែលធ្វើឲ្យយើងអាចបានពន្ធមកវិញច្រើនណាសរុបមកវិញគឺពន្ធដែលត្រូវកាត់ដែលហៅថាខ្យល់ចង់ CX ហ្នឹងគឺនឹងថយតាមរយៈការចំណាយត្រឹមត្រូវដូចខាងដើមហើយពន្ធដែលបានបង់រួចឬក៏ Kunmuji ដែលបងប្អូនបានបង់ជារៀងរាល់ខែសុទ្ធទឹកសេពីក្នុងបងប្រាក់ខែដែលយើងបានមើលហ្នឹងគឺយើងបង់បានច្រើនហើយយើងនឹងទារវិញបានច្រើនវិញបើសិនជាបងប្អូនចាយត្រឹមត្រូវគណនាបានត្រឹមត្រូវហើយបើបងប្អូនចង់ឲ្យ E9Pay ជួយដកពន្ធគណនាពន្ធឲ្យយន់មកឆុងសានឆ្នាំក្រោយអីបងប្អូនអាចឆាតមកយើងជួយគណនាឲ្យបានឬក៏ជួយដាក់ពាក្យឲ្យបានជាពិសេសបងប្អូន E7 ឬក៏អ្នកដែលស្នាក់នៅមានបន្ទប់ជួលរៀងខ្លួនឯកជនអីចឹងគឺយើងអាចដាក់ពាក្យផ្ញើទៅពន្ធដារទៅគឺគេសម្របសម្រួលពន្ធបន្ថយឲ្យយើងតាមហ្នឹងអញ្ចឹងពន្ធដែលយើងបានបង់ប្រចាំខែរួចរាល់ហ្នឹងគឺវាចំនួនច្រើនហើយគេកាត់យើងតិចអញ្ចឹងគឺយើងបានលុយច្រើនតែម្ដងបាទអញ្ចឹងអរគុណច្រើនជូនពរឲ្យបងប្អូនបានពន្ធវិញច្រើននៅឆ្នាំក្រោយណាអរគុណ